សួស្តីបងប្អូនអរគ្នានឹងថ្ងៃនេះ admin ចង់មកបង្ហាញពីតកតងជាមួយនឹងការប្រើប្រាស់ AutoCAD ដែលក្នុងនោះដែរនឹងបង្ហាញអំពី Layer Property សម្រាប់ Layer Property នេះដែរគឺជាចំណុចមួយសំខាន់ក្នុងការប្រើប្រាស់កម្មវិធី AutoCAD មានន័យថាបើសិនជាយើងចេះ control នៅលើproperty Layer Property នេះបានល្អគឺមានភាពងាយស្រួលវាផ្ដល់ប្រយោជន៍ជាច្រើនក្នុងការគូរ drawing របស់យើងនៅក្នុងនោះដែរថ្ងៃនេះ admin នឹងបង្ហាញពីចំណុចខ្លះៗដែលសំខាន់ពេលដែលយើងគូរនៅក្នុង drawing របស់យើងក្នុងនោះដែរពេលដែលយើងមើលរបាលខាងលើវាមានកន្លែង layer property ពេលដែលយើងចង់បង្កើត layer ថ្មីមួយឧទាហរណ៍ថានេះ admin ដាក់ថា test 1 test 2 test 3អញ្ចឹងចុះចាំមានន័យថា layer នេះអាស្រ័យលើបងប្អូនកន្លែងវាតាមក្រុមហ៊ុនដែរពេលខ្លះមានក្រុមហ៊ុនខ្លះទៅគាត់មាន team គេ set អាហ្នឹងឲ្យយើងស្រាប់យើងចាំតែប្រើយើងចាំតែមើលយើងចាំតែប្រើឧទាហរណ៍ថាខ្សែភ្លើងអញ្ចឹងគេប្រើ layer ពណ៌លេខ2លេខ3លេខ4អីចឹងទៅcable tray គេប្រើខ្សែប្រើពណ៌លេខ7លេខ8អីចឹងទៅណាតាមគេ set ឲ្យហើយនៅក្នុងនោះដែរ admin ប្រាប់ពី function មួយចំនួននៅក្នុង layer នេះសម្រាប់ពេលដែលបងប្អូនចូលទៅក្នុង layer បងប្អូនមើលចំណុច3ខាងលើនេះមើលចំណុច3ខាងលើនេះអានេះសម្រាប់បង្កើត layer ថ្មីអានេះដូចគ្នាបង្កើត layer ថ្មីប៉ុន្តែអានេះបង្កើត layer ថ្មីដោយមិន hide layer មានន័យថាពេលដែលយើងចូលទៅ view layout ក៏វាអត់ hide ដែរប៉ុន្តែនេះការបង្កើតប៉ុន្តែ hide មានន័យថាយើងបង្កើតហើយ hide layer ហ្នឹងហើយអានេះសម្រាប់បងប្អូន click លើនេះទៅវាអាច load មកអានេះសម្រាប់ delete layer ការ delete layer នេះដែរលុះត្រាតែក្នុង drawing របស់យើងនេះវាអត់មានប្រើ layer ហ្នឹងមានន័យថាឧទាហរណ៍ថាឥឡូវនេះ admin ចង់ delete layer ទី2នេះ layer នេះបើសិនជា admin គូបន្ទាត់នេះក្នុង layer ទី2ដែលខាតយើងអត់អាចលុបបានទេវាថាlayer ដែលយើង select លេខ2ហ្នឹងអត់អាច delete បានទេដោយសារណា current layer មានន័យថា layer ហ្នឹងវានៅស្ថិតនៅក្នុងយើងប្រើប្រាស់លុះត្រាតែយើងលុបលេខ2ហ្នឹងចោលបានយើងអាចនេះមានន័យថាលុប layer នៅក្នុង drawing យើងចេញបានយើងអាចលុបបានឃើញទេគឺវាមានន័យបែបហ្នឹងហើយបន្ទាប់មកនេះទៀតឧទាហរណ៍ថាអានេះសម្រាប់ make current layer ឬក៏យក layer មួយហ្នឹងយកទៅប្រើឧទាហរណ៍ថាឥឡូវនេះបងប្អូនមើលកន្លែងនេះឃើញទេកន្លែងនេះមានន័យថា current layer របស់យើងកំពុងប្រើ test លេខ1យើងកំពុងប្រើ test លេខ1យើងមើលសញ្ញាគ្រីសនេះបានអញ្ចឹងបងប្អូនអាចចុចលើ layer នេះបងប្អូនអាច select លើវានឹងដូរឃើញទេមក test លេខ2អញ្ចឹងមានន័យថាហ្នឹង make current layer ឬក៏ select យក layer ហ្នឹងយកទៅប្រើប្រាស់ហើយបន្ទាប់មកទៀតតកតងជាមួយនេះតកតងជាមួយនឹង on off layer ចឹងមានន័យថាឧទាហរណ៍ថាឥឡូវ layer ទី3 admin ថាចង់ឃើញការងារតា layer លេខ1លេខ2ទេចង់បិទការងារលេខ3អញ្ចឹងយើងចុច sorry ដោយសារនឹង current layer នេះសម្រាប់បិទបើកបែបហ្នឹងឯងហើយតកតងជាមួយអានេះកន្លែង fresh នេះគឺពេលដែលបងប្អូនចូល layout នេះពេលដែលបងប្អូនចូល layout នេះខ្ញុំដាក់ជាក់ស្ដែងឲ្យមើលឃើញទេបិទបើកនៅក្នុងកន្លែង menu របស់ layout នេះហើយបន្តមកទៀតកន្លែង lock នេះគឺអាចមើលនៅខាងក្រៅ function ខាងក្រៅនេះក៏បានដែរនេះក៏ lock ដែរអញ្ចឹងមានន័យថា layer នេះខ្ញុំ lock ឲ្យ mode កើតដែរខ្ញុំចង់ move មានន័យថា lock អា layer កុំឲ្យគេធ្វើអីកើតយល់ទេអញ្ចឹងមានន័យថា lock ហើយសូម្បីតែយើងដាក់ mouse លើហ្នឹងក៏ឃើញយើងមានឃើញសញ្ញាជាប់សោនៅលើ layer ហ្នឹងគឺវា lock ហើយសម្រាប់កន្លែង plot នេះដែរកន្លែង plot នេះមានន័យថាពេលដែលយើង print ឯកសារនឹងចេញក្រៅយើងយកទៅ print គឺអត់ចេញទេ layer ហ្នឹងមានន័យថាយើង select អាហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំប្រើ layer លេខ3 sorry លេខ1អានេះលេខ1អានេះលេខ3ពណ៌ខៀវលេខ3sorry
មានន័យថាខ្ញុំចេះឧទាហរណ៍ថាអ្នកកន្លែង plot នេះមានន័យថាខ្ញុំអត់ចង់ពេលដែលលើប្លង់ខ្ញុំចង់ឃើញប៉ុណ្ណាប៉ុន្តែអា layer តេស្ត3នេះពេលដែល print ខ្ញុំអត់ចង់ឲ្យចេញទេអញ្ចឹងខ្ញុំអាចបិទអានឹងបានអញ្ចឹងមានន័យថាអានេះមើលនៅលើ view អីឃើញធម្មតាគូអីចេញធម្មតាប៉ុន្តែពេលដែលខ្ញុំ print គឺអត់មាន line ហ្នឹងទៅជាមួយឯងហើយនៅក្នុងនោះដែរមាន default layer របស់ AutoCAD ណាចាំមើលខ្ញុំឲ្យមើលមាន layer default layer scene របស់ AutoCAD មានណាចាំមើលដល់អក្សរ D នេះកន្លែង display នេះ display នេះវាបិទ automatically កន្លែង print អញ្ចឹងមានន័យថាហ្នឹងអាចគូបានប៉ុន្តែអត់អាច print ទៅអត់ឃើញមើលអត់ឃើញអាហ្នឹងហើយតើតើជាមួយ color នេះស្រ័យលើបងប្អូនដាក់អីអញ្ចឹងដាក់លើពណ៌របស់ការងារបងប្អូនឥឡូវឧទាហរណ៍ថាជាក់ស្ដែង admin លេខ3តេស្តលេខ3នេះ admin ដាក់ពណ៌ green ប៉ុន្តែក្នុងនេះ admin recommend ឲ្យប្រើ layer ជា indic color ចាំមានន័យថានេះ indic color ចាំមានថាយើងប្រើលេខឲ្យជាក់លាក់មួយកុំ select អាពណ៌ខាងក្រោមនេះយើង select លេខឲ្យជាក់លាក់មួយអញ្ចឹងហើយយើងចង់ដូរពណ៌ដូរអីហើយអានេះជាប្រភេទline ជាប្រភេទ line មានន័យថា continue បន្ទាត់ជាប់ល្អអញ្ចឹងឥឡូវខ្ញុំចង់ដាក់ដាស់មើលវាចេញបែបម៉េចនេះអូខេគាត់ដាក់ភ្លាម load ភ្លាមមានន័យថាហ្នឹងកន្លែងដូរប្រភេទ line អូខេហើយជាអាហ្នឹងកន្លែងដូរប្រភេទ line ហើយបន្ទាប់កន្លែងនេះទៀតមកគឺការកំណត់កម្រាស់បន្ទាត់របស់យើងអានេះ set default ទាំងអស់ខ្ញុំអត់កែតែបងប្អូនអាចជាក់ស្ដែងបងប្អូនចង់ឃើញបន្ទាត់ណាមួយកម្រាស់ក្រាស់អីចឹងទៅបងប្អូនអាចដាក់ default អាចកែបន្ទាត់បានឥឡូវខ្ញុំតេស្តមួយជាក់ស្ដែងនេះlayer តេស្ត3នេះខ្ញុំចង់ដាក់កម្រាស់1មីលីម៉ែត្រនេះលេខ3កម្រាស់1មីលីម៉ែត្រមិនក៏ឡើងបែបនេះចាំផ្លែកន្លែងនេះដែរបងប្អូនឃើញទេគឺ line weight នៅលើនេះយើងមើលទៅឃើញធម្មតាប៉ុន្តែដល់ពេលយើង plot ចេញមក plot with line weight របស់វាគឺវាចេញមកគឺបែបហ្នឹងឯងហើយតកតងជាមួយនឹងtransparency នេះគឺការបង្ហាញមានន័យថាការផ្ទៃបំភ្លឺហ្នឹងប្រមាណភាគរយឥឡូវឧទាហរណ៍ថាខ្ញុំដាក់00កម្រិតច្បាស់របស់វាឥឡូវខ្ញុំដាក់ដល់70ក្នុងហ្នឹងវាឲ្យដាក់តា0ដល់90ឯងពេលខ្ញុំដាក់ទៅបងប្អូនឃើញអា line នេះវាបែរជា color មួយដែលមើលទៅបែបមិនសូវឃើញអញ្ចឹងគឺន័យវាគឺបែបហ្នឹងការប្រើប្រាស់របស់វាហើយជាមួយនឹង option ខាងក្រៅវិញ option ខាងក្រៅមានមួយចំនួនដែរដែលយើងអាចចំណាំបានមើលបានដូចជានេះអីយើងចង់ lock ណា lock layer អានេះយើងចង់បើក layer អីចឹងអានេះចង់បិទ layer អីចឹងណាវាមានច្រើនអញ្ចឹងបងប្អូនអាចយកទៅមើលត្រង់ចំណុចអននេះបានហ្នឹងហើយវីដេអូនេះក៏ឈានដល់ទីបញ្ចប់ដែរបើចូលចិត្តកុំភ្លេចជួយចុចlike និង share page ហើយក៏ដូចជា subscribe channel YouTube តាមរយៈ link នៅលើ description បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ